ស្បែកមុខរបស់យើងមាន4ប្រភេទទី1ស្បែកមុខធម្មតាទី2ស្បែកមុខខ្លាញ់ឬមួយក៏មុខប្រេងទី3ស្បែកមុខចម្រុះនិងទី4ប្រភេទស្បែកមុខដែលស្ងួតជនអ្នកទាំងអស់គ្នាមានប្រភេទស្បែកមុខបែបណាដែរហើយចំពោះមុខមុនវិញក៏ដូចគ្នាដែរអ្នកនរគ្នាមានប្រភេទមុនក្បាលសមុនក្បាលខ្មៅមានមុនផ្សិតមានមុនអកម៉ូនមានមុនត្បូកមុនធំហើយនិងមុនខ្ទុះមានប្រភេទផ្សេងគ្នាវាអត់ដូចគ្នាឯងបើសិនជាករណីប្រភេទស្បែកចម្រុះខ្ញុំគិតថាមានច្រើនដោយសារចម្រុះតំបន់ T0 នេះគឺមានប្រេងហើយបន្ទាប់មកកន្លែងពណ៌នេះគឺតំបន់ស្ងួតគឺសម្បូរអ្នកដែលមានស្បែកមុខចម្រុះតែបើសិនជាណាគេមានស្បែកមុខធម្មតាគឺល្អមែនតើបើន័យថាស្បែកគាត់អត់មាននឹងឡើងប្រេងអត់មាននឹងស្ងួតគឺជាប្រភេទស្បែកមុខដែលសំណាងបំផុតដែលស្បែករបស់គាត់មិនងាយនឹងមានបញ្ហាអីទេទាំងអស់គ្នាហើយទោះបីជាគាត់ប្រើផលិតផលក៏វាហើយដែរបានខ្ញុំនិយាយថាស្បែកមុខធម្មតាគាត់សំណាងបានន័យថាមុខគាត់អត់ងាយនឹងឡើងមុនអត់ងាយនឹងឡើងប្រេងទេហើយវាប្រៀបដូចជាយើងមនុស្ស introvert ទៅណាគ្នាបានន័យថាណាគេមិនទៅគឺអត់ខ្ជិលខ្វល់អត់ងាយនឹងមានបញ្ហាអីអញ្ចឹងណាហើយសម្រាប់មុខនិយាយទៅគឺមិនថាកលៈទេសៈណាគាត់អត់ងាយនឹងឡើងមុនដែរហ្នឹងជាលក្ខណៈពិសេសរបស់ស្បែកធម្មតាប៉ុន្តែក៏អ្នកនរគ្នាក៏ត្រូវប្រើ skin care ថែដែរព្រោះស្បែកអ្នកនរគ្នាអាចមើលឃើញនៅផ្នែកទេបានទៅបីអ្នកនរគ្នាទៅតេស្តស្បែកមើលបានអ្នកនរគ្នាដឹងអញ្ចឹងណាចឹងយើងថែឲ្យទៅតនស្បែកយើងនៅក្មេងនៅខ្ចីបើសិនជាស្បែកយើងអាយុច្រើនហ្នឹងពិបាកក្នុងការកែទៅយើងអ្នកនរគ្នាសូមអធិស្ឋានផងមិនស្គាល់ប៉ះពាល់ដល់បងតែវាជាធាតុពិតដែលយើងត្រូវទទួលស្គាល់ថានៅពេលដែលអាយុយើងច្រើនស្បែករបស់យើងក៏វាទៅតាមនឹងដែរការប្រតិ collagen protein elastin គឺវាថយចុះទៅតាមនឹងអញ្ចឹងចិត្តរលោងអីក៏ខុសគ្នាតាមនឹង